អ្នកគ្រូរដូវភ្ជុំមកដល់ហើយអញ្ចឹងប៉ាម៉ាក់គាត់គួរធ្វើម៉េចដើម្បីការពារកូនតូចពីការរលាកបំពង់ក? ចាដោយសារតែឥឡូវរដូវភ្ជុំជិតមកដល់ហើយអញ្ចឹងភាគច្រើនបងប្អូនតែងតែទៅជួបសាច់ញាតិច្រើនអញ្ចឹងទៅក៏មានការអនាម័យហ្នឹងក៏រៀងថយចុះតាមហ្នឹងទៅអញ្ចឹងដើម្បីជៀសវាងកុំឲ្យមានការរលាកបំពង់កទី1យើងសម្អាតដៃកូនរបស់យើងជាមួយសាប៊ូណាឲ្យបានញឹកញាប់អញ្ចឹងមុននឹងគាត់ញ៉ាំអាហារឬក៏គាត់ប៉ះអីដែលរបស់ហ្នឹងអត់ស្អាតទេគួរតែលាងសម្អាតដៃជាមួយសាប៊ូហ្នឹងឲ្យបានសិនមុននឹងគាត់ញ៉ាំមួយទៀតគាត់គួរតែពាក់ម៉ាស់ដើម្បីការពារកុំឲ្យមានការបង្ករោគឆ្លងតាមរយៈការក្អកឬក៏ការកណ្ដាលឬក៏បរិយាកាសផ្សេងៗដែលនៅជុំវិញហ្នឹងដែលមានមេរោគផ្សេងៗមួយទៀតចំពោះដើម្បីការពារកូនលោកអ្នកពីការរលាកបំពង់កឲ្យគាត់ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់សម្រាកបានគ្រប់គ្រាន់ហើយអាហារដែលគួរជៀសវាងគាត់ដើម្បីកុំឲ្យគាត់ងាយនឹងរលាកបំពង់កហ្នឹងមានដូចជាអាហារមានជាតិផ្អែមជាតិជូរឬក៏ជាតិហឹរឬក៏ទឹកកកជាដើមហើយអាហារដែលគួរញ៉ាំចំពោះគាត់ហ្នឹងមានដូចជាអាហារប្រូតេអ៊ីនសម្បូរដោយប្រូតេអ៊ីនឬក៏ពពួកវីតាមីនជាដើម